ចឹងវីដេអូភាគ4នេះយើងជួយជាពិសេសសម្រាប់បងប្អូនអ្នករៀនដំបូងគឺការកែស្ទួនមានភាពងាយស្រួលយល់ទេបាទគឺអត់យើងអត់ញាក់ស្ទួនច្រើនទេគឺយើងយកត្រីមកកែម្ដងបាទគាត់ថាខ្ញុំបានបញ្ជាក់កាលពីវីដេអូទី3ចឹងយើងយកត្រីមកកែគឺយើងប្រើទម្រង់ច្រើនជើងចឹងបើក្នុងរូបភាពអញ្ចឹងបងប្អូនសល់ច្រើនជើងបងប្អូនអាចយកត្រីទៅកែគឺក៏អត់ស្មើដែរយើងអាចស្លាប់បានណាចឹងឥឡូវដើម្បីកុំឲ្យខាតពេលយូរយើងទៅទស្សនាទាំងអស់គ្នាគឺក្នុងលក្ខខណ្ឌដែលស្ទួនចូលរួមថែរក្សានិងអភិរក្សខ្មែរទាំងអស់គ្នាបាទអញ្ចឹងនេះគឺជាអេពីសូតទី4ហើយបាទវីដេអូភាគ4ដែលយើងនៅតែបន្តពាក់ព័ន្ធជាមួយនឹងការសម្លាប់ប្រើត្រីមួយសេះមួយទៅដែរបាទអញ្ចឹងរូបភាពនេះគឺរូបភាពដូចតែក្នុងវីដេអូទី3ទេដោយសារវីដេអូទី3យើងប្រើអង្គមកកែស្ទួនបាទអញ្ចឹងវីដេអូភាគ4នេះយើងជួយជាពិសេសសម្រាប់បងប្អូនអ្នករៀនលេងដំបូងគឺការកែស្ទួនមានភាពងាយស្រួលយល់ទេបាទគឺអត់យើងអត់ញាក់ស្ទួនច្រើនទេគឺយើងយកត្រីមកកែម្ដងបាទគាត់ថាខ្ញុំបានបញ្ជាក់កាលពីវីដេអូទី3អញ្ចឹងយើងយកត្រីមកកែគឺយើងប្រើទម្រង់ច្រើនជើងអញ្ចឹងបើក្នុងរូបភាពអញ្ចឹងបងប្អូនសល់ច្រើនជើងបងប្អូនអាចយកត្រីទៅកែគឺក៏អត់ស្មើដែរយើងអាចស្លាប់បានណាចឹងឥឡូវដើម្បីកុំឲ្យខាតពេលយូរយើងទៅទស្សនាទាំងអស់គ្នាគឺក្នុងលក្ខខណ្ឌដែលស្ទួនក្នុងលក្ខខណ្ឌដែលស្ទួនក្នុងរូបភាពហ្នឹងគេមើលមិនក្នុងលក្ខខណ្ឌដែលស្ទួនគឺខាងសដើមមុនគឺស្ទួនទេបាទបងប្អូនមើលពីរូបភាពហ្នឹងណាបើលក្ខខណ្ឌវៀនខ្មៅដើមមុនគឺអត់ស្ទួនទេចឹងឥឡូវយើងទៅទាំងពីររូបភាពទៅដែរក្នុងឥឡូវយើងទៅលក្ខខណ្ឌវៀនខ្មៅដើមមុនដែលមិនស្ទួនយើងស្លាប់មិនបាទលក្ខខណ្ឌដែលមិនស្ទួនគឺខ្មៅមានតែមួយជំរឿនការដើរទេគាត់ដើរចុះក្រោមតើមកយើងអុកមកត្រីបាទខ្មៅមានតែមួយជំរឿទេយើងដាក់មកសេះគឺស្លាប់បាទអញ្ចឹងនេះគឺជាលក្ខខណ្ឌដែលមិនស្ទួនបាទអញ្ចឹងឥឡូវយើងទៅលក្ខខណ្ឌដែលស្ទួនម្ដងហើយគឺយើងយកត្រីកែណាបាទកាលពីវីដេអូភាគ3យើងយកអង្គកែអញ្ចឹងបើសិនជាបងប្អូនអត់ទាន់ទស្សនាវីដេអូភាគ3ទេបងប្អូនអាចចូលទៅទស្សនាវីដេអូភាគ3បានដោយសារភាគ3ភាគ4នេះគឺវាប្រតិកលាគ្នាអូខេឥឡូវយើងទៅកែទាំងអស់គ្នាអញ្ចឹងអ្វីដែលយើងត្រូវកែបងប្អូនត្រូវមើលបងប្អូនអ្នករៀនដំបូងមើលអំពីជើងបាទអញ្ចឹងយើងកែត្រីយើងកាន់ត្រី3បាទរូបមន្តណាយើងកាន់ត្រី3ជើងយើងកាន់អង្គមួយជើងយើងកាន់សេះ2ជើងអញ្ចឹងទាំងអស់វា6ជើងបាទយើងអាចកែបាននៅក្នុងរូបភាពហ្នឹងណាអញ្ចឹង6ជើងម្ដងទៀតត្រី3អង្គ1សេះ2បាទអូខេឥឡូវយើងទៅកែទាំងអស់គ្នាបាទត្រីជើងទី1បាទខ្មៅមានតែមួយជំរឿទេគឺគាត់ចុះក្រោមត្រីជើងទី2បាទក៏មាននៅបន្តមានតែមួយជំរឿបាទត្រីជើងទី3អូខេបាទបន្ទាប់មកបាទអង្គ1អង្គយើងដើរទៅណាអង្គទៅចូលកន្លា2 × 3យើងបាទអញ្ចឹងខ្មៅមានតែមួយជំរឿនេះទេបាទត្រី3អង្គ1អញ្ចឹងយើងសល់សេះ2ជើងទៀតមកអញ្ចឹងយើងសេះយើងអុកមួយចូលបាទឈរមកខាងក្រោយត្រីចូលទៅវិញអញ្ចឹងរូបភាពអញ្ចឹងយើងកែហើយម្ដងទៀតត្រី3ជើងអង្គ1សេះ2បាទបន្ទាប់ពីយើងកែហើយបងប្អូនបានចាំហើយកាលពីវីដេអូភាគ1ភាគ2ខ្ញុំបានចែកម្លែកអំពីរូបមន្តបាទយើងទៅរំលឹកតិចណារូបមន្តទី1គឺកូនទាំង3របស់យើងដែលត្រូវឈរអញ្ចឹងកូនទាំង3រូបមន្តទី1កូនដែលត្រូវឈរកន្លះដែលត្រឹមត្រូវគឺអង្គឈរកន្លះ2 × 3ត្រឹមត្រូវត្រីរបស់យើងឈរកន្លះ2 × 4ត្រឹមត្រូវសេះរបស់យើងឈរកន្លះ2 × 5ត្រឹមត្រូវឬក៏យើងចំណាំថាយើងឈរនៅខាងក្រោយត្រីអូខេអញ្ចឹងរូបមន្តទី1យើងឈរត្រូវហើយអញ្ចឹងរូបមន្តទី2គឺរូបមន្តស្លាប់បាទគឺត្រី2 + 1សេះ1យើងចេញរូបភាពអញ្ចឹងគឺត្រី2ជើងសេះ1ជើងស្លាប់បានទេអូខេចាឥឡូវយើងទៅមើលទាំងអស់គ្នាបាទត្រីជើងទី1គាត់ចូលត្រីជើងទី2អុកគាត់ចូលត្រីបុកមួយសេះមួយបាទអុកមួយសេះគឺស្លាប់បាទបងប្អូនតន់នៅអញ្ចឹងវីដេអូនេះបាទរូបភាពដដែលយើងទៅរូបភាពដដែលសិនទៅបាទអញ្ចឹងរូបមន្តបងប្អូនត្រូវចាំរូបមន្តណាបាទអញ្ចឹងរូបមន្តទី1គឺការកែស្ទួនមាន6ជើងបាទត្រី3ជើងអង្គ1សេះ2បាទម្ដងទៀតត្រី3ជើងអង្គ1សេះ2បន្ទាប់ពីយើងកែស្ទួនហើយគឺរូបមន្តស្លាប់គឺត្រី2សេះ1អូខេចាឥឡូវយើងទៅ review យើងទៅ debrief ម្ដងទៀតតែបងមើលកន្លងមិញហ្នឹងណាតែមុនយើងទៅបន្តសូមពេលបងប្អូន30វិនាទីបាទកុំតណាអូទៅណាអរគុណបាទវីដេអូអុកខ្មែររបស់យើងបានទទួល sponsor ពីទឹកយន្តសិន MAE ដែលជាផលិតផលមកពីប្រទេសកូរ៉េញ៉ាំដោយសុវត្ថិភាពដោយសារសុវត្ថិភាពយ៉ាងដូចម្ដេចគឺបាន check labo check អីត្រឹមត្រូវបានទទួលស្គាល់ពីពាក់ព័ន្ធមួយចំណីអាហារទាំងនៅកូរ៉េទាំងនៅប្រទេសកម្ពុជាបាទហើយអ្វីដែលបញ្ជាក់គឺជាផលិតផលផលិតនៅរោងចក្រប្រទេសកូរ៉េនាំចូលពីប្រទេសកូរ៉េមកប្រទេសកម្ពុជារបស់យើងបាទអញ្ចឹងយន្តសិនពីកូរ៉េមកស្គាល់ថ្លៃអត់អញ្ចឹងមកប្រអប់ធំដែលបងប្អូនឃើញនៅខាងមុខហ្នឹងគឺមានញ៉ាំបានមួយខែមាន30កញ្ចប់តូចនេះណាអញ្ចឹងបងប្អូនញ៉ាំមួយថ្ងៃមួយកញ្ចប់ពេលវេលាដែលញ៉ាំល្អគឺញ៉ាំពេលរៀបគេងបាទសម្រាប់ថាប្រយោជន៍មានរហូតដល់12មួយនៅក្នុងចំណោមហ្នឹងដែលខ្ញុំញ៉ាំផ្ទាល់ដែលមានញ៉ាំផ្ទាល់គឺជំនួយការគេងយើងញ៉ាំមុនពេលចូលគេងទៅបាទគេងលក់ស្រួលហើយពេលងើបមកវិញគឺអត់សូវខ្សែខ្សោះអស់កម្លាំងអីទេអញ្ចឹងបើបងប្អូនមានតម្រូវការអាចតាក់ទងមក admin បានហាត់ចូល page ឬក៏ account personal របស់ខ្ញុំបានហើយបើមកប្រអប់ធំញ៉ាំបានមួយខែនេះគឺតម្លៃ39 free ទឹកទូទាំងប្រទេសអូខេឥឡូវយើងអរគុណម្ចាស់ sponsor ប៉ុណ្ណឹងអញ្ចឹងឥឡូវយើងទៅបន្តវីដេអូភាគ4របស់យើងទៅដែរអូខេឥឡូវយើងទៅមើលការកែស្ទួនម្ដងទៀតត្រី3ជើងអង្គ1សេះ2ជើងអូខេតោះ1ត្រី1ត្រី2ត្រី3អង្គ1សេះ2អុក1សេះ2បាទចូលរូបមន្តស្លាប់ត្រី2ជើងសេះ1ជើងត្រី1ត្រី2សេះ1ស្លាប់អូខេអញ្ចឹងសម្រាប់រូបភាពបែបអញ្ចឹងបាទវីដេអូភាគ4បាទវីដេអូភាគ3ភាគ4គឺរូបភាពដូចគ្នាទេគ្រាន់តែមួយយើងយកអង្គកែចំណេញជើងយើងយកត្រីកែវាអាចលើសជើងបាទតែរូបភាពមួយណាបងប្អូនអាចរៀនសូត្របានទាំងពីរទៅយើងពេលយើងលេងផ្ទាល់យើងចូលរូបភាពមួយណាក៏យើងអាចស្លាប់ខាងដៃគូរបស់យើងបានដែរអូខេអញ្ចឹងបងប្អូនជាថ្មីម្ដងទៀតបាទបងប្អូនមើលវីដេអូខ្ញុំច្រើនយ៉ាងណាក៏អត់មានថាយើងអត់ចាំអត់ឡើងដែរបាទលើកចិត្តបងប្អូនគឺ
បាទមានក្រាអុកខ្លួនឯងណាបងប្អូនហើយបើបងប្អូនមានក្រាអុកទេបងប្អូនអាចទៅជួយ support លោកគ្រូធំៗមកយើងជាច្រើនហើយកន្លែងនេះគឺកន្លែងរបស់លោកគ្រូឈីវបូរ៉ាអញ្ចឹងបងប្អូនអាចជួយឆាទៅ page គាត់ជួយទិញក្រាអុកពីគាត់ទៅគាត់ក៏មានលក់ក្រាអុកដែរបាទភាសាវីដេអូនេះគឺកន្លែងនេះគឺកន្លែងរបស់លោកគ្រូធំមកយើងគឺលោកគ្រូឈីវបូរ៉ាណាអញ្ចឹងបើបងប្អូនមើលវីដេអូភាគ3ភាគ4តាំងពីភាគ1ដល់ភាគ4នេះអត់យល់ឡើយណាបងប្អូនអាច comment សួរបានមានមតិយោបល់អីរាល់ចន្លោះខ្វះខាតកន្លែងណាបងប្អូនអាច comment ប្រាប់បានដូចគ្នាបាទខ្ញុំនឹងកែតម្រូវមានកន្លែងផ្សេងដែលល្អៗសម្រាប់បងប្អូនអ្នកចេះលេងត្រីមួយសេះមួយមានកន្លែងណាល្អៗបងប្អូនអាច screenshot ជារូបភាពមកឬក៏បងប្អូនលេងផ្ទាល់មានរូបភាពណាដែលល្អគួរតែចង់ចែករំលែកបងប្អូនអាចថតមកដាក់នៅក្នុង comment បានខ្ញុំនឹងយកវីដេអូបងប្អូនមកចែករំលែកបន្តអូខេអញ្ចឹងចុងក្រោយកុំឲ្យវីដេអូវែងពេកក៏សូមអរគុណដល់បងប្អូនទាំងអស់គ្នាសម្រាប់ការចំណាយពេលវេលាទស្សនាវីដេអូមួយនេះក៏សូមជូនពរឲ្យលោកស្រីជួបតែសេចក្តីសុខនិងសុភមង្គល